បងខ្ញុំឥឡូវមើលឃើញថាទីផ្សារហាយឆេនេះមានការឡើងជាការល្អក្នុងការទិញយកផលចំណេញហើយប៉ុន្តែអង្គុយឆ្ងល់ថាហេតុអីបានជាបងមួយចំនួនក៏អត់ទាន់ហ៊ានសម្រេចចិត្តក្នុងការវិនិយោគទិញយកផលចំណេញតម្លៃហាយឆេពីឥឡូវនឹងអញ្ចឹងគាត់មានបញ្ហាអីដែលអត់បងបើតាមបងគិតគឺគាត់នៅខ្វល់ខ្វាយពីសុខភាពដើមទុនរបស់គាត់ហើយគាត់នៅបារម្ភពីការដកដាក់សាច់ប្រាក់ខ្លាចអត់ស្របតាមច្បាប់វិទ្យាករមួយបាត់កម្ពុជារបស់យើងអញ្ចឹងណាហើយមួយវិញទៀតគាត់ចាស់តែចូលទិញលក់ដោយអត់មានអ្នកប្រឹក្សាយោបល់ច្បាស់លាស់ជូនគាត់ហើយគាត់របៀបថាគាត់អត់ទាន់ស្វែងយល់ពីទិសដៅទីផ្សារហើយបើមួយទៀតសំខាន់ខ្លាំងហ្មងគាត់អត់ទាន់ចិត្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងអូចំណុចហ្នឹងក៏សំខាន់ដែរបងអញ្ចឹងបញ្ហាទាំងអស់ហ្នឹងយើងគួរដោះស្រាយមិនវិញនៅទីគាត់ផលលំបាកទាំងអស់ហ្នឹងឡើងជាបញ្ហាទៀតហើយបងគ្រាន់តែចោះឈ្មោះចូលរួមសិក្ខាសាលាជាមួយពួកយើងនៅថ្ងៃទី15ខែឧសភាហើយសិក្ខាសាលានេះផងដែរអ្នកទាំងអស់គ្នានឹងជួបផ្ទាល់ជាមួយនឹងវាគ្មិនពិសេសគឺលោកគ្រូជាឆៃហេងដែលលោកមានបទពិសោធន៍ជាង14ឆ្នាំមកហើយនៅក្នុងវិស័យមូលបត្រអញ្ចឹងកុំភ្លេចនៅអគារ Golden Tower វេលាពីម៉ោង1ដល់ម៉ោង4រសៀលហើយសម្បត្តិចូលរួមតម្លៃត្រឹមតែ$10តែប៉ុណ្ណោះក្នុងម្នាក់ចានឹងទទួលបានចំណេះដឹងជាច្រើនអំពីការកក់តម្លៃហាងផ្សេងទៀតជាពិសេសគឺរបៀបដកដាក់សាច់ប្រាក់តាមរយៈពន្ធនាគារដោយសុវត្ថិភាពថែមទៀតអញ្ចឹងកុំភ្លេចណាជួបគ្នានៅថ្ងៃទី15នេះទាំងអស់គ្នាបាយបាយ